សូមស្វាគមន៍មកកាន់ Cambodia Plus News សេដ្ឋកិច្ចកម្ពុជានឹងមានរោងចក្រគុំដំឡើងម៉ូតូនិងកង់3ក្នុងទំហំទុនវិនិយោគ$8 លានរោងចក្រគុំដំឡើងតូចចក្រយានយន្តម៉ូតូនិងត្រីចក្រយានយន្តកង់3មួយកន្លែងត្រូវបានគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសម្រាប់ជាស្ថាពរចុះបញ្ជីវិនិយោគជាគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឲ្យក្រុមហ៊ុនអាចធ្វើសកម្មភាពវិនិយោគរបស់ខ្លួនបាននេះបាត់តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការវិនិយោគកម្ពុជាយោងតាមគណៈកម្មាធិការវិនិយោគកម្ពុជាឲ្យដឹងថារោងចក្រគុំដំឡើងតូចចក្រយានយន្តនិងត្រីចក្រយានយន្តនេះមានទុនវិនិយោគប្រមាណ$8 លាននិងអាចបង្កើតការងារបានប្រមាណ284កន្លែងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងភូមិសម្បួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញដែលត្រូវបានចាត់ទុកជារោងចក្រដំបូងដែលផ្គុំនិងដំឡើងត្រីចក្រយានយន្តជាពិសេសកង់3ឥណ្ឌាដែលបងប្អូនប្រជាពលរដ្ឋនិយមហៅថា PASAP ការវិនិយោគលើរោងចក្រផ្គុំដំឡើងម៉ូតូនិងកង់3ជាពិសេសលើកង់3ឥណ្ឌាដែលជាគម្រោងដំបូងនៅកម្ពុជានេះនឹងធ្វើឲ្យកម្ពុជាកាត់បន្ថយការនាំចូលកង់3បានមួយកម្រិតអាចធ្វើឲ្យតម្លៃកង់3លក់នៅលើទីផ្សារទាបជាងមុនសម្រួលដល់អ្នកប្រើប្រាស់ដែលចាំបាច់ជាពិសេសអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកដើម្បីរកចំណូលបានបន្ថែមផងដែរសម្រាប់ទីតាំងក្នុងខណ្ឌដង្កោដែលក្រុមហ៊ុនវិនិយោគលើរោងចក្រដំឡើងម៉ូតូនិងកង់3ជ្រើសរើសនេះក្នុងមួយរយៈចុងក្រោយនេះឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសដោយមានសក្តានុពលខ្លាំងលើវិស័យឧស្សាហកម្មជាក់ស្ដែងក្នុងតំបន់ខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះកំពុងមានការរីកលូតលាស់ជាបន្តបន្ទាប់នៅវត្តមានរោងចក្រសហគ្រាសលំនៅឋាននិងកំពុងក្លាយជាតំបន់ពាណិជ្ជកម្មជាមួយវត្តមានផ្សារទំនើបតូចធំបោះទីតាំងក្នុងតំបន់នេះជាបន្តបន្ទាប់លោកប៉អ៊ីវកុងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advent បានមានប្រសាសន៍លើកឡើងថាខណ្ឌដង្កោជាតំបន់ដែលមានការចាប់អារម្មណ៍មួយក្នុងចំណោមតំបន់ជ័យក្រុងភ្នំពេញតំបន់នេះមានការអភិវឌ្ឍច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវនិងភ្លើងអគ្គិសនីដែលកាន់តែធ្វើឲ្យមានការទាក់ទាញខ្លាំងទាំងអ្នកវិនិយោគនិងប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នេះលោកថាភាពទាក់ទាញរបស់ខណ្ឌដង្កោកើតមានបន្ទាប់ពីរាជរដ្ឋាភិបាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់តភ្ជាប់ចេញពីតំបន់រាជធានីភ្នំពេញដូចជាផ្លូវ60ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងទី2និងក្រវ៉ាត់ក្រុងទី3ជាដើមក្រៅពីនេះក៏មានផ្លូវបេតុងថ្មីៗជាច្រើនខ្សែតភ្ជាប់ទៅកាន់ផ្លូវធំៗសំខាន់ៗដែលជួយសម្រួលដល់ការដឹកជញ្ជូនចេញនិងចូលរោងចក្រសម្រាប់ដំណើរការផលិតយោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល2ខែដើមឆ្នាំ2026នេះគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន105គម្រោងនិងមានទុនវិនិយោគប្រមាណ$966 លានអាចបង្កើតការងារបានសរុបចំនួនជិត 40,000 កន្លែងអរគុណសម្រាប់ការតាមដាន Cambodia Flash News សេដ្ឋកិច្ច